thì Việt Nam chỗ máu có bạn là gì tính vang tức sống chuối phong bầm trăng chuối ở cái nhà nó tha ta ơi pro chia bớt mà cha bớt đây thôi chia thả cái rư co trăng ơiทำไมធ្វើកិច្ចការគេបាទអនុញ្ញាតសូមគោរពជំរាបសួរដល់បងប្អូនទូរទស្សនិកជនដែលតែងតែនិយមតាមដានការផ្សាយផ្ទាល់របស់ Page Asia Plus ញូហើយកំពុងធ្វើការ live ផ្ទាល់នៅក្នុង Page Hon New ឥឡូវនេះខ្ញុំបាទមកដល់ទឹកដីភូមិជ្រៃឧត្តមឃុំក្រាំងត្រយងស្រុកពីមចៅខេត្តព្រៃវែងហើយមកនេះទាសាមានការសំណពរពីបងប្អូនដែលគាត់ចិញ្ចឹមទាណាចិញ្ចឹមទាឥឡូវនេះគាត់រងផលលំបាកពាក់ព័ន្ធនឹងបញ្ហាការចិញ្ចឹមទាព្រោះមានជនជាតិវៀតណាមនៅជិតនេះដែរទេបាទនៅជាទេគឺជនជាតិវៀតណាមគាត់មកចិញ្ចឹមទានៅក្នុងទឹកដីស្រុកពីមចោនៅភូមិក្រាំងត្រយងឃុំក្រាំងត្រយងតែប៉ុន្តែគាត់មកការពីមុនស្លូតទេតាមការលើកឡើងរបស់គាត់ថាវៀតណាមមុនបងគាត់ស្លូតទេពេលចិញ្ចឹមទាតិចណានៅពេលឥឡូវចិញ្ចឹមទាច្រើនគាត់មកចាប់ដើមគាត់ទិញវាងទីបើយើងអ្នកចិញ្ចឹមទាហ្នឹងគឺវាងទីនេះដីស្រែអស់ហ្នឹងគាត់ចាប់ដើមវាងទីគឺថាទិញយកផ្ដាច់ណាធ្វើឲ្យគាត់មិនដឹងចិញ្ចឹមណាឥឡូវនេះណាហើយបើសិនជាប្រជាខាងវៀតណាមមកចិញ្ចឹមនៅក្នុងទឹកដីខ្មែររបស់យើងហើយនេះមកតាមទីផ្សារចិញ្ចឹមទាហ្នឹងណាតើឲ្យគាត់រកស៊ីអីទៀតឥឡូវហើយកុំឲ្យតែខ្មែរយើងមិនចេះការចិញ្ចឹមការបង្កើតផលិតផលឬសមិទ្ធផលឬការដាំឥឡូវយើងមានចិត្តមានចំណេះចិញ្ចឹមទាបែរជាបដិបដោយឲ្យវៀតណាមមកណាមកធ្វើទីផ្សារចិញ្ចឹមទាក្នុងទឹកដីខ្មែរយើងទៀតហើយខ្ញុំមកផ្សាយនេះគឺមិនមែនរឿងអើងជាតិសាសន៍ទេហើយបើសិនជាគាត់មកចិញ្ចឹមស្រួលបួវាបញ្ហាពេកទេនេះបើយើងតាមទទួលបានព័ត៌មានពីខាងបងប្អូនចិញ្ចឹមទាណានឹងសួរគាត់មុនការផ្សាយណាកាលពីមុនដំបូងគាត់ចិញ្ចឹមទាតិចអត់បញ្ហាទេណាហៅគាត់ផឹកស៊ីជាមួយទៀតចាប់ដៃចិញ្ចឹមទាទៀតដល់ពេលឥឡូវគាត់ដាក់គាត់ដាក់ចិញ្ចឹមទាច្រើនចាប់ដើមកាន់តែច្រើនទៅឥឡូវនេះគាត់ចាប់ដើមសំបីទីតាំងណាគាត់មកដេញថ្លៃយកទៀតទិញអាជួលឲ្យកន្លែងចោលនេះកន្លែងដែលគាត់ជួលយូរហើយនេះណាចង់ទិញឲ្យដេញទុកចោលទៀតមិនឲ្យជួលឲ្យប្រជារដ្ឋខ្មែរយើងនេះមិនឲ្យយើងនៅទៀតសុខចិត្តជួលចោលបាទជួលចោលមិនអត់ឲ្យយើងនៅបងចឹងសុខចិត្តជួលចោលមិនឲ្យយើងនៅទៀតណាវាថាមកមុនដំបូងគឺប៉ែមិនបងអូនយើងបងអូនកម្ពុជាខ្មែរវៀតណាមតែប៉ុន្តែពេលដែលនៅចូលសួរមែនតើស្គាល់ប្រជាពលរដ្ឋខ្មែរយើងមែនតើចាប់ដើមមកជន់កកប្រជាពលរដ្ឋខ្មែរគ្នាឯងប្រជាពលរដ្ឋខ្មែរសូម្បីតែខ្មែរគ្នាឯងក៏លែងចង់លក់អាទីតាំងអាស្រូវនេះពេលច្រោតហើយហ្នឹងក៏លែងចង់លក់ឲ្យយីដែរណាដោយសារតែបងអូនហើយក៏ប្រចាំដែរគឺអាទីតាំងនៅភូមិជ្រៃឧត្តមឃុំក្រាំងត្រយងស្រុកពីមចៅខេត្តព្រៃវែងអញ្ចឹងខ្ញុំមកផ្សាយនេះបញ្ជាក់ម្ដងដូចថាខ្ញុំមកនេះគឺមិនមែនមកឬអង្គជាតិសាសទេប៉ុន្តែពេលខ្លះគេធ្វើឲ្យប្រជាពលរដ្ឋខ្មែរបើយើងបាត់ទីផ្សារក៏ខ្ញុំពិបាកដែរបាទឥឡូវចាំទាឥឡូវសតតិចទូចទេអ្នកចាំទាណាមិនច្រើនពេកទេដោយសារអីការចាំទាការថែទាំខ្ពស់នឹងឲ្យចំណេញដឹកដល់ហើយដល់ពេលបណ្ដាបណ្ដោយឲ្យវៀតណាមចូលមកអញ្ចឹងកាន់តែច្រើនទៅអត់មានអើពើជួយប្រជាពលរដ្ឋតាមប្រជាពលរដ្ឋសង្ឃឹមអីទៀតបាទនៅក្នុងមូលដ្ឋានផ្ទះខ្លួនឯងដីខ្លួនឯងណាស្រុកខ្លួនឯងបែរជាពិបាករស់នៅរកស៊ីណាបែរជាងាយស្រួលឲ្យអ្នកក្រៅរកស៊ីទៅដើមអាទីផ្សារស្រូវឲ្យទីស៊ីណាចឹងសឹងអាញាធរជាថាអាញាធរមូលដ្ឋានតែម្ដងជួយមើលប្រជាពលរដ្ឋផងណាកុំឲ្យគ្រាន់តែរឿងចឹងមកដល់អ្នកកសែតបំផ្សាយតាមពិតអ្នកកសែតផ្សាយពេលនេះមិនចង់ផ្សាយទៅថាវត្តថាយើងវៀតណាមជាអានេះរឿងទាទេរឿងផលប្រយោជន៍បុគ្គលរឿងទៅទូចទេតែពិតយកខ្ញុំមិនត្រូវមកផ្សាយទេក៏រឿងទាប៉ុន្តែបើយើងស្ដាប់មកទៅបើសិនជាខ្ញុំមកផ្សាយហើយអាញាធរតាមមូលដ្ឋាននៅតែម្លែកម្ដៅអញ្ចឹងអ្នកដែលរងផលប៉ះពាល់គឺប្រជាពលរដ្ឋខ្មែរយើងហ្នឹងហើយស្ពាក់លុយធនាគារណាហើយបងមានចៅលើកឡើងទេបងប្រុសឈ្មោះអីដែរបងឈ្មោះហងវិឆ័យបងហងវិឆ័យបាទណាមិនចង់មានចាំលើកឡើងទេពេលឬក៏មានការសំណពរទេពាក់ព័ន្ធនឹងបញ្ហាទាវៀតណាមបាទខ្ញុំសូមសំណពរដល់មេភូមិមេឃុំជួយដោះស្រាយបាទមេទាំងមេប៉ោជួយដោះស្រាយឲ្យជាប្រវត្តិខ្មែរយើងបានចាំទាផងទាវៀតណាមចូលមកបបាក់ទៅស៊ីទិញវាងទឹកអស់សូមជួយផងបាទឲ្យសំណពរឲ្យគាត់ជួយបណ្ដាញវៀតណាមទៅខាងព្រំដែនវិញផងបាទចឹងណាបើយើងគឺគាត់អូរ៉ាមកចឹងវាអារម្មណ៍មួយនេះបងប្អូនយើងដឹងហើយអ្នករកស៊ីចាំទាពេលដែលទឹកដីយើងសោះរកកន្លែងឲ្យទាស៊ីអត់បានអានេះវាអារម្មណ៍វាក្តោះក្ដួលពេកចឹងហើយបើសិនមិនមកផ្សាយបាច់ហើយមកនេះមិនអាចជាសាច់យើងហើយណាគឺជាទុករបស់ប្រជាពលរដ្ឋជាទុករបស់ប្រជាកសិកររបស់យើងកសិករណាការចាំទាបញ្ចូលវិស័យកសិករគឺកសិកម្មតែមួយបូកជាមួយកសិកម្មដែរណាកសិកម្មហ្នឹងហើយហើយជិះបងប្រុសមានអីសំណពរទេបងខ្ញុំសំណពរថាឲ្យមេភូមិមេឃុំអីចឹងជួយរកដំណោះស្រាយឲ្យអ្នកចិញ្ចឹមទាអ្នកភូមិអ្នកស្រុកផងអញ្ចឹង
ដោយពើបដ ாய் ឲ្យវៀតណាមមកនៅអញ្ចឹងពិបាកយើងចិញ្ចឹមទាអីចឹងកាលពីមុនចិញ្ចឹមទាអត់មានទិញដីទិញអីទេតែវៀតណាមមកចេះរៀនទិញដីអីតាមគ្នាអស់ហ្នឹងដល់ពេលអញ្ចឹងទៅយើងចិញ្ចឹមទានេះវាអត់សូវបានចំណេញអញ្ចឹងដោយការពីមុនអញ្ចឹងមុនយើងតែយកយល់គ្នាខ្លះឥឡូវកាន់តែយ៉ាប់ទៅអញ្ចឹងចេះកាលពីមុនកុំថាយើងមិនទិញទទួលបានព័ត៌មានគឺដូរពងទាតាមដឹងណាគឺយើងចូលក្នុងស្រែអញ្ចឹងទៅយើងឲ្យពងទាគាត់ហូបអញ្ចឹងណាពងទាហូបមិនឲ្យស៊ីព្រីទេណាប៉ុន្តែឥឡូវយើងក៏ទិញដែរណាយើងក៏ទិញដែររាល់ថ្ងៃនេះយើងក៏ទិញដែរពេលមានវៀតណាមចូលមកអញ្ចឹងទៅយើងពិបាកបងពិបាកចំណាយសពគ្រប់ដូចអញ្ចឹងអត់មានសល់អីបងបាទតែយើងទិញយើងនៅតែទិញដែររាល់ថ្ងៃនេះបាទយើងទិញដែរយើងទៅឲ្យទិញ 40000 គេឡើង 50000 អញ្ចឹងបងគេទិញជឿយើងរហូតអញ្ចឹងកាលណាបើសិនជាទីផ្សារ 40000 ក្នុងមហាតាអញ្ចឹងវៀតណាមគាត់ចង់បានគាត់ឲ្យ 50000 បើយើងទិញ 50000 គាត់ឲ្យ 60000បាទធ្វើម៉េចឲ្យឈ្នះយើងធ្វើម៉េចឲ្យឈ្នះយើងបាទធ្វើម៉េចឲ្យឈ្នះយើងគាត់ដេញឡើងរហូតតែដីភូមិនៅហ្នឹងក៏គេរាល់ឆ្នាំខ្ញុំនៅគេយកតែ 100,000 ហ្នឹងដល់ពេលឥឡូវគេឃើញយើងមកនៅអញ្ចឹងគេឲ្យ 400,000 ហើយគេអត់នៅទៀតគេចូលចោលឲ្យយើងចាញ់អញ្ចឹងឲ្យយើងលែងចំអីហ្នឹងបងប្អូនយើងចឹងថាពេលខ្លះស្ដាប់ពាក្យថាខ្មែរស្រឡាញ់ខ្មែរប៉ុន្តែរឿងនេះពិតឬមិនពិតបងប្អូនយើងដឹងដែរប៉ុន្តែបើតាមការលើកឡើងបើចឹងមែនណាមិនមែនខ្មែរស្រឡាញ់ខ្មែរទេខ្មែរស្រឡាញ់លុយណាសុខចិត្តឲ្យចិត្តសាសឯងងាប់ដើម្បីបំពេញបន្ថែមចិត្តសាសគេអាហ្នឹងយើងមិនអាចចិត្តសាសប៉ុន្តែបើយើងស្ដាប់មកទៅណាកាលមុនដល់ 100,000 ទេខ្មែរយើងចាំ 100,000 ណាជួលដីហ្នឹងប៉ុន្តែឥឡូវវៀតណាមជួល 400,000 ឲ្យទៅលើហើយសុខចិត្តអត់ដាក់ទៀតទេសុខចិត្តជួលចោលមួយខែក៏បានណាក្នុងមួយឆ្នាំបងមួយឆ្នាំអញ្ចឹងក៏ជួល 400,000 ចោលទុកចោលដើម្បីដេញបញ្ជារបស់ខ្មែរមកឲ្យចិញ្ចឹមទៀតហ្នឹងអត់ទេបើយើងវាឈឺចាប់ក៏ឈឺចាប់ទៅប៉ុន្តែពេលខ្លះគឺមិនចង់ថាខ្ញុំលើចង់លឺថាពាក្យថាខ្មែរស្រឡាញ់ខ្មែរខ្ញុំមិនចង់លឺទេខ្ញុំចង់ស្រឡាញ់ខ្មែរជួយខ្មែរវិញណាកុំឲ្យខ្មែរស្រឡាញ់ខ្មែរប៉ុន្តែបែរជាបានអាមុតណាខ្មែរស្រឡាញ់ខ្មែរប៉ុន្តែបែរជាខ្មែរស្រឡាញ់លុយវិញណាពេលខ្លះផលិតផលខ្មែរយើងបង្កើតស្នាដៃគាត់ខ្មែរដាក់លក់លើទីផ្សារអត់មានការគ្រប់គ្រងទេខ្ញុំចង់និយាយដែរថាពេលបងឯងចិញ្ចឹមទាឬក៏បាក់ហាងមិត្តភក្តិម្នាក់ខ្លះមិនជួយផឹកមិនជួយទិញទេអ្នករតីមកជួយទិញអាមិត្តភក្តិឯងសុខចិត្តទិញតែគេនោះមែនអត់ឡើយបាទមែនបងមែនតាវៀតណាមលក់ត្រីសាច់បន្លែរាល់ថ្ងៃហ្នឹងខ្មែរយើងទៅទិញផលវៀតណាមហើយខ្មែរលក់ដូចគ្នាអត់ទិញទេអានេះហ្នឹងបាទហើយរឿងអើងបោះអានេះយើងកុំឲ្យរឿងអើងចិត្តសាណាប៉ុន្តែវាអានេះយើងពិតនៅក្នុងសង្គមដែលយើងឃើញរាល់ថ្ងៃនេះខ្មែរគ្នាឯងដឹកកាជើដឹកឡៃគ្នាទេប៉ុន្តែមិនជួយទិញទៅជួយទិញបងប្អូនគេនៅក្រៅវិញអាហ្នឹងរឿងផ្សេងទេណាក្រៅពីទាអញ្ចឹងរឿងនេះគឺរឿងទាសកម្មថាអាញាធរជួយមើលផងមិនមែនថាខាងឃុំស្រុកយើងទេបងមើលជួយមើលគ្រប់កន្លែងផងអីច្រើនគឺចឹងឃើញវៀតណាមចូលមកច្រើនគឺខ្មែរយើងពិបាករឿងការរកស៊ីទៅមកគឺទៅតាណាគឺសិតតែយួនមកតាមសម្លឹងមើលទៅតាមព្រំដែនមិនតាមយាយព្រំដែនអីទៅគឺចូលមកដល់ក្នុងទឹកដីខ្មែរយើងទៅហ្មងកាន់តែជ្រៅទៅកាន់អត់អីទេយើងកុំឲ្យនេះព្រោះអីពេលខ្លះការដោះដូរយើងក៏ទៅគេដែររឿងការដឹកអីគេច្រែងប៉ុន្តែគាត់ថាយើងទៅគេបាក់បន្តិចព្រោះគេដឹងស្រាប់គេមកចត់ណាគេរក្សាទីផ្សារជូនប្រជាពលរដ្ឋគេណាយើងអានឹងរឿងរបស់គេប៉ុន្តែការចាំទាយើងតើសំបីទាសំបីតែគោក្បីទៅដល់ទឹកដីគេក៏មិនបានដែរនេះបើតាខ្ញុំដឹងណាហ្នឹងហើយប៉ុន្តែយើងនិយាយមិនឲ្យរឿងអង្គចិត្តសាសទេប៉ុន្តែរឿងគឺជប់ស្ទាត់ទៅលើបងប្អូនវិជាកសិករដែលនេះខាងចាំទានេះនៅភូមិជ្រៃឧត្តមឃុំក្រាំងត្រយ៉ងស្រុកភៀមចោខេត្តអព្រៃវែងណាសូមអាជ្ញាធរថ្នាក់ក្រោមជួយមើលផងហើយតាមលើកដឹងថាទាហ្នឹងគឺទាយួនទេប៉ុន្តែមានឈ្មោះខ្មែរថាទាខ្មែរអញ្ចឹងណាឈ្មោះខ្មែរកាងខាងទាខ្មែរតាមពិតមិនទេគឺទាវៀតណាមហើយដោយសារតែវាក្តៅពេកហើយទានោះគៀងរសែស្រូវមិនទាន់ទុំណាគឺវៀតណាមគាត់មកមើលថែទាតែម្ដងណាថែទាតែម្ដងហើយវីដេអូបន្ថែមទៀតខ្ញុំនឹងបញ្ចាំងជូនឲ្យរឿងនេះខ្ញុំក៏ពោលតាមដានតទៀតខ្ញុំមិនទាន់ផ្សាយមួយរឿងគឺនេះយើងទៅតាមដានទៀតដោយសារវាក្តៅផងហើយខ្ញុំបញ្ញាប់ផងហើយបើមានជាខ្ញុំទៅដល់វាស្រ័យទៀតហើយតែរឿងនេះបងប្អូនយើងតាមដានព័ត៌មានបន្តទៀតណានៅទឹកដីភូមិជ្រៃឧត្តមឃុំក្រាំងត្រយ៉ងស្រុកភៀមចោខេត្តអព្រៃវែងណាតាមដានព័ត៌មានបន្តទៀតរឿងករណីដែលវៀតណាមនាំទាមកចិញ្ចឹមក្នុងស្រុកខ្មែរនិងដណ្ដើមវៀតទីកន្លែងចំណីហ្នឹងណាវៀតទីចំណីយកពីវាលវៀតទីយកហ្នឹងហ្នឹងមហត្តាតែយើងនៅទិញតម្លៃដូចគ្នាតែគាត់គេដេញឡើងចឹងហ្នឹងមិញកាលមុនទិញតាមហត្តាគេយកតែពឹងទា50ពងអីហូបចឹងបង50 60ដល់ពេលឥឡូវមានវៀតណាមចូលគេដឹងឲ្យយកលុយមហត្តា 40000 ចឹងបាទហើយយើងដាក់ឲ្យគេ 40000 ទេយើងឲ្យដូចគ្នាប៉ុន្តែតែយើងមិនទាន់គេទិញម្ដងគេទិញ2ឆ្នាំ3ឆ្នាំជាប់គ្នាហ្មងអូគេទិញផ្ដាច់ឆ្នាំហ្មងអញ្ចឹងពេលដែល
ចេះ ចង់ទិញក៏យើងទិញអត់បានទេហ្មង យើងចង់ទិញ 40000 ក៏ទិញអត់បានដែរអញ្ចឹងបើសិនជាចង់ទិញកន្លែងហ្នឹងវៀតណាមទិញបាយកន្លែងហ្នឹងគាត់ទិញយក4ឆ្នាំ5ឆ្នាំយកទុកបរោយទុកមុនហ្មង ទិញបាច់ហ្មង គាត់កក់លុយទុកមុនអញ្ចឹងហ្មងហូតហ្មងគាត់ឲ្យលុយ លុយ មុ មុ ន នតម្លៃដូចគ្នា អូធ្វើចឹងអត់បានទេធ្វើចឹងងាប់ បាទ ធ្វើចឹងបានទេងាប់ប្រជាពលរដ្ឋខ្មែរអស់ ចឹងតែថា គាត់មិនទិញមួយឆ្នាំនឹងស៊ីអស់មួយឆ្នាំមិនឲ្យលុយណាគាត់ទិញមួយឆ្នាំអញ្ចឹងគាត់ឲ្យលុយ2 3ឆ្នាំទុកហើយបាទដល់ពេលអញ្ចឹងយើងចូលអត់កើតប្រជាពលរដ្ឋនៅខ្មែរនៅចាំហ្នឹងគឺចាំអត់កើតទេបើចឹងចាំកើតទេខ្ញុំថាចាំអត់កើតទេរត់ទៅខាងរត់តែអាដីដែលអត់សូវមានខ្យល់អត់សូវមាននុយហ៎បងគេរត់ទៅខាងអាទាវៀតណាមគេនៅកន្លែងស៊ីស្ទួលអញ្ចឹងគេទិញជាប់គ្នារហូតអញ្ចឹងយើងជាប់ចោះអញ្ចឹងតែថ្ងៃក្រោយគង់គេទៅដល់នឹងដែរហ្នឹងកន្លែងហ្នឹងឲ្យវាទៅទេព្រោះអីតំបន់ហ្នឹងតំបន់វាអត់សូវមាននុយអត់សូវមាននុយពេលខ្លះគង់ថ្ងៃមុខវាទៅដល់ដែរហ្នឹងបាទនឹងតិចទៀតបើទម្លាប់អញ្ចឹង ហ្នឹងហើយបើថាត្រឡប់អញ្ចឹងមាន អត់ទេបើយើងគឺបើសិនជាគិតតែសំទៅណាបើគិតតែសំក៏សំទៅចោះចំពោះខ្ញុំអ្នកព័ត៌មានអត់អីទេយើងអាចលក់ទាឬក៏ឆាត់ទាយើងទៅថៃមកនេះគេចាប់ដាក់គុកចុយមកឥឡូវនឹងធ្វើសំណងអីទៅធ្វើសំណងពិបាកទៀតឥឡូវពេលខ្លះដូចនៅកោះកងធ្វើបាក់លុយឲ្យចិត្តតែវាមួយកន្លែងមួយចំនួនទេណានៅមួយកន្លែងទីផ្សារមិនខ្វះទេប៉ុន្តែយើងសួរថាយើងចង់ឲ្យម្ចាស់ប្រទេសរបស់យើងធ្វើជាថៅកែ ហ្នឹងហើយបង ណាគេចង់បង្កើតម្ចាស់ប្រទេសខ្លាយជាថៅកែកុំឲ្យម្ចាស់ប្រទេសខ្លាយជាខ្ញុំកាជាគេមិននេះតកែនេះម្ចាស់ប្រទេសតកែចាំទៀមហៅតកែ ហ្នឹងហើយ ណាឬក៏ទុកឲ្យម្ចាស់ប្រទេសនេះទៅធ្វើកម្មករឲ្យវៀតណាមគេដាក់គៀងទីឥឡូវឬយកមួយណា បើយើងរកស៊ីបាន ឥឡូវយើងរើមួយណាឡើយឥឡូវបងឯងចិញ្ចឹមទាមិនកើតបងឯងមិនធ្លាក់ខ្លួនទៅគៀងទីឲ្យវៀតណាម បាទ អញ្ចឹងខ្លាយជាកម្មករគេហើយ បាទ ឥឡូវចង់អញ្ចឹងមែន អត់ទេបងអត់ចង់ចឹងទេ អត់ចង់ទេ បាទអត់ចង់ចឹងទេបង បងចង់ជួយគិតវិញ្ញាណថាតើឲ្យប្រជាពលរដ្ឋម្ចាស់ប្រទេសធ្វើជាថៅកែឬក៏ចង់ឲ្យខ្មែរធ្វើកាជាគេអញ្ចឹងហ៎ បាទបង ត្រូវអញ្ចឹងហ៎ ត្រូវ ហ្នឹងហើយនៅបើយើងរកតាមបន្តទៀតនៅទីតាំងនៅភូមិ ភូមិជ្រៃឧត្តម ជ្រៃឧត្តមអឃុំ ឃុំក្រាំង ក្រាំងត្រយ៉ងស្រុក ពីមជោ ព្រាមចោខេត្តអព្រៃវែងសូមអរគុណ